ខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបដើម្បី disable port USB port ដើម្បីយើងការពារកុំឲ្យមានអ្នកពេលដែលយើងអត់នៅក្បែរកុំព្យូទ័ររបស់យើងអញ្ចឹងគាត់អាចយក flash ឬក៏ memory card របស់គាត់ហ្នឹងអាចបដោតតាមរយៈ USB port ហ្នឹងដើម្បី copy ឯកសារឬក៏ទិន្នន័យផ្សេងចេញពីកុំព្យូទ័ររបស់យើងអញ្ចឹងយើងមានវិធីសាស្ត្រមួយដើម្បីបិទ USB port ដើម្បីកុំឲ្យដោត flash ឬក៏ flash drive ឬក៏ memory អីផ្សេងក៏ដោយតាមរយៈ USB យើងហ្នឹងគឺมันអាចដោតទៅมันឲ្យស្គាល់បានអញ្ចឹងខ្ញុំធ្វើការបង្ហាញសូមទស្សនាទាំងអស់គ្នាជាមួយនឹងវីដេអូរបស់ខ្ញុំនេះបាទអញ្ចឹងគឺរបៀបយើងចូលនេះគឺយើងចូលទៅលើ Regedit បាទអញ្ចឹងគឺយើងអាចចុចចូល run យើងវាយសរសេរពាក្យ run មកក៏បានប៉ុន្តែយើងkeyboard របស់យើងចុច key window បូកជាមួយអក្សរ O ក៏បានយើងវាយពាក្យថា Regedit អញ្ចឹងបើទីនេះយើងវាយថាយើងវាយ run enter មកវាអញ្ចឹងនៅកន្លែងនេះត្រង់ចំណុចនេះគឺយើងវាយពាក្យថា Regedit រួចមកយើងចុច OK បាទពេលដែលយើងចុចមកវាលោតផ្ទាំងនេះ Regedit នេះបាទ Regedit នេះអញ្ចឹងនៅក្នុង Regedit នេះវាមាន folder របស់វានេះវាមាន5 folder អញ្ចឹងនេះវាមាន key class root និង key current user និង key local use machine និង key user និង key current config អញ្ចឹងយើងត្រូវចូលទៅលើនេះ folder នេះ key local machine អញ្ចឹងយើងចុចទៅរកវាមកក្នុងហ្នឹងវាមានពាក្យថាអញ្ចឹងយើងចូលទៅក្នុង system ចុចចូល system នេះ system នេះយើងចុចពលាវាមកអញ្ចឹង system ហ្នឹងហើយយើងយកពាក្យថា control current control set បាទអញ្ចឹងយើងពលាបន្តទៀតមក current control set ហើយយើងយកពាក្យថា service ពាក្យ service យើងពលាទៀតមកអញ្ចឹងនៅក្នុង service ហ្នឹងវាមាន sub folder របស់វាជាច្រើនអញ្ចឹងយើង scroll ចុះមកក្រោមមកយើងយកពាក្យថា USB store អញ្ចឹងយើងមើលតាមលំដាប់រៀងរបស់វាគឺអក្សរ U អញ្ចឹងយើងទាញ scroll មកចុះមកខាងក្រោមរហូតដល់ USB store ហ្នឹងនេះអញ្ចឹងយើងរកមើលពាក្យថា USB store យើងអញ្ចឹងគឺវាស្ថិតនៅក្នុង U ហើយអញ្ចឹងយើងទាញមក USB store នេះអញ្ចឹងយើងចុចទៅលើ folder USB store អញ្ចឹងនៅក្នុងលើចុចពេលដែលយើងចុចមកវាចេញ load dialog ផ្ទាំងមួយទៀតមកវាមានពាក្យនេះអញ្ចឹងយើងយកពេលមើលកន្លែងពាក្យ start នេះគឺយើង double click លើវាមក double click លើ start មកអញ្ចឹងគឺ value មានដាក់ start និង value data ហ្នឹងមានន័យថាគឺ port USB យើងនឹងអាចដំណើរការធម្មតាអាចដោតទៅស្គាល់តាមរយៈ flash ហ្នឹងអញ្ចឹងដល់ពេលយើងធ្វើការបិទកុំឲ្យគេស្គាល់គឺយើងដូរតម្លៃនៅកន្លែងហ្នឹងអញ្ចឹងយើងដូរមក4មកគឺយើងចុច OK យើងចុច OK គឺយើងបិទមកជាការស្រេចហើយនៅកន្លែងហ្នឹងអញ្ចឹងពេលដែលយើងចង់បើកវិញពេលដែលយើងមកកន្លែងកុំព្យូទ័ររបស់យើងវិញមានន័យថាយើងចង់ដោត flash ដោតអីប្រើវិញតាមរយៈទៅលើ PC របស់យើងហ្នឹងគឺយើងអាចធ្វើតាមហ្នឹងចូលតាមហ្នឹងវិញមកយើងដូរតម្លៃពី4មក3វិញបាទអញ្ចឹងយើងចូលម្ដងទៀតមកអញ្ចឹងខ្ញុំវាយពាក្យ Regedit ហ្នឹងអូខេអញ្ចឹងព្រោះអីពីមុនមកគឺយើងចូលតាមលំដាប់អញ្ចឹងគឺខ្ញុំត្រូវចូលតាមលំដាប់អ្នកទាំងអស់គ្នាឲ្យយើងមើលម្ដងទៀតចុះបាទអញ្ចឹងគឺវាលោតចូលមក PC យើងធម្មតាយើងអត់ដែលធ្លាប់ចូលគឺវាអាចប្រកាសជាលោតអញ្ចឹងមកអញ្ចឹងយើងចូលតាមនេះ key local current use machine តមកទៀតយើងថាយក system current control set ហើយយកថា service យើងវាយអក្សរ U មករហូត USB store យើងនឹងមកUSB store នេះអញ្ចឹងយើងចុចនៅលើ start នេះអញ្ចឹងយើងដូរតម្លៃពី4មក3វិញហើយយើងចុច OK បាទអញ្ចឹងយើងបិទឲ្យវាវិញទៅនេះហើយជាវីដេអូដែលយើងបិទ USB port disable កុំឲ្យ PC របស់យើងដំណើរការទៅលើ USB port ពេលដែលយើងមិននៅបាទអូខេសូមអរគុណសូមជម្រាបលា